បាទជំរាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនពីរបៀបដែលយើងចូលទៅដូរអក្សរអង់គ្លេសមកជាអក្សរខ្មែរនៅក្នុងកម្មវិធី Facebook របស់យើងអញ្ចឹងខ្ញុំបង្ហាញបងប្អូនតាមរយៈកុំព្យូទ័របងប្អូនណាដែលអត់ទាន់ដឹងហើយបងប្អូនប្រើប្រាស់កុំព្យូទ័រហើយបងប្អូនចង់បានបើក Facebook ទៅមានអក្សរខ្មែរអញ្ចឹងងាយបងប្អូនចូលមើលនៅក្នុងវីដេអូរបស់ខ្ញុំនេះទៅបងប្អូននឹងបានដឹងហើយបងប្អូនអញ្ចឹងទី1យើងចូលទៅកាន់កម្មវិធី Facebook បន្ទាប់មកយើងចូលទៅកន្លែងរូប profile Facebook បងប្អូនចូលទៅចុចលេខ profile Facebook ទៅហើយយកពាក្យថាបងប្អូនចូលកន្លែងពាក្យ setting and privacy ហ្នឹងទៅហើយបងប្អូនចូលទៅមួយទៀតជ្រើសយកពាក្យថា setting ហ្នឹងទៅហ្នឹងហើយបងប្អូនអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយអញ្ចឹងបងប្អូនទៅរកពាក្យថាខាងក្រោមបងប្អូន scroll មកខាងក្រោមមកយើងនឹងឃើញពាក្យថា language and region ចាំបងប្អូនចុចលេខ language and region ហ្នឹងមកអូខេបងប្អូនបន្ទាប់ពីបងចុចចំណឹងហើយវានឹងលោតផ្ទាំងមួយទៀតអញ្ចឹងយើងចូលទៅពាក្យមួយដែលមានពាក្យថា account languages អញ្ចឹងយើងចុចកន្លែង account languages ហ្នឹងមកអញ្ចឹងយើងនឹងឃើញបន្ទាប់ពីយើងចុចហើយយើងនឹងឃើញផ្ទាំងជាភាសាច្រើនហើយក្នុងហ្នឹងយើងអាច select យកភាសាណាដែលយើងចង់ប្រើហើយនៅក្នុងហ្នឹងក៏មានភាសាខ្មែរដែរអញ្ចឹងបងប្អូន select យើងចង់បានភាសាខ្មែរយើង select យកភាសាខ្មែរមកហ្នឹងហើយអញ្ចឹងពេលតការបន្ទាប់ពីយើង select ហើយវានឹង load សារមួយនៅក្នុង screen ហ្នឹងបញ្ជាក់ថាបើយើងចង់បានជាភាសាខ្មែរត្រឹមត្រូវរួចរាល់យើងចុច refresh page អូខេអញ្ចឹងបើយើងយល់ព្រមយើងចុចពាក្យថាអូខេហ្នឹងទៅវានឹង refresh page របស់យើងនឹងម្ដងទៀតកាលណាវា refresh ហើយវានឹងដំណើរការនៅកម្មវិធីអក្សរខ្មែរនៅក្នុង Facebook របស់យើងដូរទៅជាអក្សរខ្មែរទាំងអស់ងាយស្រួលយើងមើលអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនហើយអូខេយើងចុចទៅវាចេញជាអក្សរខ្មែរហើយអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់ប្រាប់បងប្អូនពីការបដូរពីអក្សរអង់គ្លេសមកអក្សរខ្មែរហើយខ្ញុំចូលទៅបដូរភាសាខ្មែរមកភាសាអង់គ្លេសវិញព្រោះដោយសារខ្ញុំប្រើជាភាសាអង់គ្លេសហ្នឹងហើយអូខេអញ្ចឹងខ្ញុំដូរទៅភាសាអង់គ្លេសវិញទៅហើយវីដេអូនេះដែរខ្ញុំអត់មានអីច្រើនទៀតទេបើសិនជាបងប្អូនពេញចិត្តនៅការចែករំលែករបស់ខ្ញុំសូមបងប្អូនចូលមក Facebook របស់ខ្ញុំជួយចុច follow ជួយចុច like ឬមួយក៏បងប្អូនជួយផ្ដល់ជាមតិយោបល់ក្នុង comment របស់ខ្ញុំនៅខាងក្រោមម្នាក់មួយផងបងប្អូនឆ្ងល់អីបងប្អូនសួរបងប្អូនចង់កែប្រែអ្វីបងប្អូនស្ថាបនាអ្វីបងប្អូនចុច comment តាមការគួរហ្នឹងហើយបងប្អូនអញ្ចឹងខ្ញុំមានអីទេសូមអរគុណបងប្អូនដែលបានអូសឃើញវីដេអូហើយក៏បានចូលមើលចូលស្ដាប់នៅការពិពណ៌នាចែករំលែករបស់ខ្ញុំអញ្ចឹងសូមអរគុណសូមជម្រាបលាបងប្អូនអូខេជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអូខេបាយបាយកុំភ្លេចជួយ like ម្នាក់មួយផងបាយបាយអរគុណច្រើន